Bà bang quan cái này ngày nè nhưng mà thôi ca sầm hạt trung mòn mình đó là sập đó cứ nhầm thọt tệ tông tại ông pi chụp in chẳng na hay trung mòn có thọt đấy còn tay dương ở bàn bằng hành trơn đôi vẹn này bà lấy người dùng chập đào mà thôi ca sầm hạt để sao để khơi tha trung mòn bỏ nhóm anh mòn về trơn đại hơi làm muối trung mòn bỏ nhómនេះទុកចិត្តមួយឆ្នាំដែរហើយអត់បានបោះសម្អាតវាសម្រាប់អាចមន់ដែលវាអាចធ្លាក់ទៅក្រោមវិញវាអត់ជាភ័យប្រមាណដែរទេដោយសារតែវាមានកាមនៅខាងក្រោមជួយធ្វើឲ្យអាចមន់ហ្នឹងវាឆាប់ស្ងួតចំណែកឯកូនមន់ដែលបងប្អូនឃើញនៅក្នុងទ្រុងនេះខ្ញុំយកពីតាមសម្បុកនីមួយៗហ្នឹងយកវាទៅភ្ញាស់នៅក្នុងទូបាទចឹងអត់ទៅទុកទេអានេះគឺពងថ្មីទៀតបាទសម្បុកណាដែលយើងយកអស់ហើយអញ្ចឹងគឺវាចាប់ដើមពងមកទៀតហើយបងប្អូនអរគ្នាតាមពិតទៅការចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារក៏សំខាន់ដែរបើមិនតែយើងរៀបចំទ្រុងវាឲ្យបានល្អហើយថែទាំវាបាទអានេះខ្ញុំធ្វើការប្រមូលអាចរបស់វាបាទបងប្អូនអញ្ចឹងអាចដែលយើងប្រមូលនេះវាមើលទៅច្រើនដោយសារតែយើងមានដាក់អង្កាមនៅខាងក្រោមបាទបងប្អូនអញ្ចឹងទៅបានធ្វើឲ្យមន់វាអាចមកគឺច្បល់ចូលជាមួយអង្កាមយើងអាចយកអង្កាមនេះទៅធ្វើជាជីដាក់បន្លែរបស់យើងបានយ៉ាងងាយស្រួលបើមិនតែយើងអត់ដាក់អង្កាមបងប្អូនគឺវាពិបាកប្រមូលបន្តិចវាជាប់ជាមួយនឹងសំងខាងក្រោមណាបាទបើយើងដាក់អង្កាមអញ្ចឹងគឺពេលដែលវាអាចមកគឺវាកាយលិចកើតគឺវាដូចវាច្បល់អញ្ចឹងណាបាទធ្វើឲ្យវាចូលគ្នាជាមួយកាបបានល្អណាមួយអាចមន់វាមានជាតិអាស៊ីតខ្ពស់ដែរអញ្ចឹងណាបាទវាធ្វើឲ្យចំហាយរបស់វាដៅដល់មន់យើងខាងលើអញ្ចឹងណាអញ្ចឹងទៅយើងប្រមូលវាឲ្យស្អាតហើយយើងធ្វើការលាងសម្អាតទ្រុងបាទយើងធ្វើយ៉ាងណាកុំឲ្យទ្រុងយើងវាមានមេរោគកប់នៅឧទាហរណ៍ថាបើសិនជាមានមន់ឈឺអីអញ្ចឹងទៅងាប់នៅក្នុងហ្នឹងឯងវាអាចធ្វើឲ្យមានរោគដែលផ្សេងហ្នឹងវាកប់នៅក្នុងដែរព្រោះអីមន់ហ្នឹងវាកាយលិចកើតហ្នឹងឯងនៅខាងក្រោមហ្នឹងវាចូលចិត្តកកាយមន់ណារៀបចំវាបានស្អាតហើយយើងដាក់អង្កាមថ្មីឲ្យវាអាចសាថ្មីគឺល្អមែនតើបាទបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនប្រមូលអាចមន់អីអស់អីអញ្ចឹងគឺយើងអាចលាងសម្អាតហើយយើងប្រើជាមួយនឹងកំបោរសបាចក៏បានឬក៏ថ្នាំបាញ់សម្លាប់មេរោគនៅក្នុងទ្រុងអីដែលយើងចំណាំប្រើបាញ់នៅក្នុងទ្រុងជ្រូកអីអញ្ចឹងណាអាហ្នឹងគឺបាញ់បានដូចគ្នាដោយសារតែថ្នាំសម្លាប់មេរោគហ្នឹងគឺអាចបាញ់បានទាំងទ្រុងជ្រូកទ្រុងមន់ប្រើទៅលើឧបករណ៍ប្រើប្រាស់យើងអាចប្រើត្រាំឧបករណ៍ដើម្បីកម្ចាត់មេរោគអីអញ្ចឹងណាបងប្អូនម្យ៉ាងវិញទៀតចង់ប្រាប់បងប្អូនអំពីអាកាសធាតុដោយសារតែឥឡូវគឺខែវស្សាហើយចាប់ផ្ដើមមានភ្លៀងធ្លាក់ច្រើនហើយក៏ក្តៅដែរហៅតែខែវស្សាមែនប៉ុន្តែអាកាសធាតុគឺក្តៅខ្លាំងដូចខែចែកអញ្ចឹងទៅធ្វើឲ្យការប្រែប្រួលអាកាសធាតុនេះគឺធ្វើឲ្យមន់ក៏អត់ស្រួលដែរជួបនៅបញ្ហាឈឺច្រើនជាពិសេសគឺខែ5ខែ6អីហ្នឹងចាប់ផ្ដើមឈឺហើយមន់ណាបងប្អូនគឺវាចាញ់នៅទឹកភ្លៀងឬក៏ចាញ់នៅត្រជាក់អីអញ្ចឹងពេលដែលវាភ្លៀងត្រជាក់មកអញ្ចឹងគឺធ្វើឲ្យវាផ្ដាសាយលឿនធ្វើឲ្យឆាប់ឈឺឆាប់ងាប់តែម្ដងណាមួយមន់បើសិនជាយើងចាំបែបប្រឡែងដែលឲ្យចំណីសោះអានឹងយើងអាចសង្កេតឃើញលឿនមែនតើតែបើថាយើងឲ្យចំណីផងប្រឡែងផងអានឹងយើងអាចសង្កេតដឹងលឿនថាវាស៊ីចំណីឬអត់ហើយវាមានសុខភាពបែបណាអញ្ចឹងព្រោះអីកាលពីឆ្នាំមុនខ្ញុំទិញពូជរបស់គេមកបងប្អូនគឺ6ក្បាលខ្ញុំទិញមកដាក់ឃើញថាមន់គេហ្នឹងខ្ញុំយកមកផុតតែមួយថ្ងៃគឺមន់គេងាប់អស់ព្រុសតែម្ដងប៉ុន្តែខ្ញុំយកមកដល់គឺខ្ញុំដាក់ថ្នាំដាក់ឲ្យវាផឹកផងលាយជាមួយនឹងចំណីឲ្យវាស៊ីផងចឹងទៅវានៅដល់រាល់ថ្ងៃនេះហើយរាល់ថ្ងៃនេះវាកើតបានច្រើនជាងមុនទ្វេដងនិយាយទៅមេឡើងជិត40ក្បាលបងប្អូនគឺវាកើតពី6ក្បាលមក
ដោយសារតែខ្ញុំឃើញលទ្ធផលដែលខ្ញុំធ្វើកាលពីឆ្នាំមុនហ្នឹងវាឃើញថាវាអត់ជួបបញ្ហាអញ្ចឹងទៅបានឆ្នាំនេះខ្ញុំចាប់ផ្ដើមរៀបចំវានិងធ្វើការសម្អាតវាហើយក៏ធ្វើការចិញ្ចឹមដោយយកវាមកដាក់ភ្ញាស់នឹងទូសម្រាប់ពងដែលពងមកច្រើននៅក្នុងសម្បុកនីមួយៗមាន30-40គ្រាប់អីអញ្ចឹងណាខ្ញុំប្រមូលយកមកដាក់ភ្ញាស់នៅក្នុងទូតែម្ដងហើយខ្ញុំភ្ញាស់ម្ដង50គ្រាប់អីជាងអញ្ចឹងព្រោះអីបើសិនតែយើងយកឲ្យវាញាស់ដោយមេវាផ្ទាល់គឺវាបានតិចជាងយើងញាស់ដោយប្រើទូអីអញ្ចឹងណាប៉ុន្តែឥឡូវឃើញថាខែវស្សាគឺពិបាកភ្ញាស់ដែរបងប្អូនសម្រាប់ការភ្ញាស់នៅក្នុងទូដោយប្រើភ្លើងរត់ណាដោយសារតែភ្លើងរត់ហ្នឹងគឺដាច់ញយខ្លាំងណាបងប្អូនដាច់យូរទៀតឲ្យតែដើមភ្លៀងមកតិចតួចដាច់បាត់